បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទិដ្ឋាការអាមេរិកសំណួរសួរថាខ្ញុំចង់ធានាឪពុករបស់ខ្ញុំមករស់នៅសហរដ្ឋអាមេរិកតើខ្ញុំអាចធានាម្ដាយក្រោយមកជាមួយគាត់បានដែរឬទេបាទចង់ធានាម្ដាយចុងបាទអញ្ចឹងតើអាចធានាម្ដាយក្រោយមកជាមួយឪពុកបានដែរឬទេបាទនេះគឺជាសំណួរដ៏ល្អសម្រាប់ពលរដ្ឋអាមេរិកាំងគឺអ្នកដែលមានសញ្ជាតិអាមេរិកាំងនិងមានអាយុចាប់ពី21ឆ្នាំឡើងលើពួកគាត់អាចដាក់ពាក្យស្នើសុំធានាម្ដាយឪពុកមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់បាទអញ្ចឹងអ្នកដែលមានសញ្ជាតិអាមេរិកាំងនិងមានអាយុត្រឹម21ឡើងលើអាចធានាម៉ែឪមករស់នៅសហរដ្ឋអាមេរិកបានរីឯរយៈពេលដំណើរការឯកសារជាទូទៅចាយពេលរងចាំពី16ខែទៅ18ខែម្ដាយឪពុកនៅស្រុកខ្មែរនឹងអាចមានថ្ងៃចូលសម្ភាសបាទមានសំណុំរឿងខ្លះវាលឿនអាខ្លះវាប៉ុណ្ណឹងបាទប៉ុន្តែសម្រាប់ករណីធានាម្ដាយក្រោយឬក៏ឪពុកក្រោយបាទម្ដាយចុងឲ្យចុងហ្នឹងគឺគេទាមទារឯកសារលម្អិតជាងសំណុំរឿងធានាម៉ែឪបង្កើតបាទជាពិសេសម្ដាយក្រោយឬក៏ឪពុកក្រោយត្រូវរៀបការជាមួយឪពុកបង្កើតឬក៏ម្ដាយបង្កើតរបស់អ្នកធានាមុនពេលអ្នកធានាហ្នឹងអាយុ18ឆ្នាំបាទមានន័យថាម៉ែក្រោយឬឪក្រោយលោកអ្នកត្រូវរៀបការជាមួយម្ដាយឬឪពុកបង្កើតរបស់លោកអ្នកហ្នឹងមុនលោកអ្នកអាយុ18ឆ្នាំក្រៅពីលក្ខខណ្ឌមួយនេះក្រសួងអន្តរប្រវេសន៍អាមេរិកនិងមន្ត្រីស្ថានទូតអាមេរិកនៅទាមទារលក្ខខណ្ឌជាច្រើនផ្សេងទៀតនិងផុសតាំងឯកសារជាច្រើនផ្សេងទៀតមិនថាឲ្យតការមុនពេលយើង18ឆ្នាំអាចធានាបានទេណានៅមានផុសតាំងជាច្រើននិងឯកសារគេទាមទារជាច្រើនផ្សេងទៀតបាទជៀសវាងមានបញ្ហាជួបការលំបាកឬត្រូវបានគេបដិសេធចោលលើសំណុំរឿងខាត់ពេលវេលារងចាំអីហ្នឹងលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរៀបចំឯកសារប្រភេទទិដ្ឋាការបែបនេះខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ